ឥឡូវនេះយើងមានមកទឹកហើយបាទអញ្ចឹងមកទឹកនេះគឺរថយន្តឆ្នាំ2022ណានេះគឺជាប្រភេទរថយន្ត Toyota Hilux Revo Rally ឆ្នាំ2022បាទម្ចាស់ដើមទី1ការទិញគឺទិញខ្លាញ់គោប្រវត្តិក្រុមហ៊ុនខ្លាញ់គោបាទការប្រើប្រាស់នោះទៅតែបាន 30000 គីឡូជាងឯងទឹកថ្នាំមួយជុំនេះធានាជូនបងប្អូនណាសំបីតែកាងក៏អត់មានបាញ់ដែរណាមិនចាំបាច់សួររកបញ្ហាបោកបែមកគ្រឿងនេះគឺសំបីតែកាងក៏អត់បាញ់ណាពណ៌សកាមៃរលើបរលោងតែម្ដងបាទបងប្អូនកុំឲ្យខាតពេលណាទៅមើលមួយជុំមួយខ្ញុំរថយន្តទឹកថ្នាំសិនមួយជុំឡានក្រុមហ៊ុនណាថ្មីប៉ុណ្ណាតោះទៅមើលទាំងអស់គ្នាមកនេះគឺជារថយន្ត Toyota Hilux Revo Rally ឆ្នាំ2022ដែលម្ចាស់ដើមទី1ការទិញគឺទិញខ្លាញ់គោស្រុកខ្មែរដែលការប្រើប្រាស់នោះទៅតែបាន 30000 គីឡូជាងឯងបងប្អូនបាទមកគ្រឿងនេះគឺថាពិសេសមែនដែរបងប្អូនបាទមើលតែសបកកង់បាទគឺនៅខ្ចីញ៉ាញ់តែម្ដងសមជាមួយគីឡូបាទ 30000 គីឡូជាងសបកកង់អត់ទាន់ផ្លាស់ប្ដូរទេបងប្អូនបាទទឹកថ្នាំមួយជុំខ្លួននេះធានាជូនបងប្អូនលើលិខិតស្នាមថាសំបីតែកាងក៏អត់មានបាញ់ណាដល់យើងមានចាលីលាអសរបាទធានាជូនបងប្អូនលើលិខិតស្នាមត្រឹមត្រូវផងដែរបងប្អូនមើលសាច់ធំមើលរថយន្ត pick up បិទតែ pick up មែនបិទបាទម្ចាស់មុននេះមិនមែនគោលដៅក្នុងការទិញយកទៅដឹកទេបងប្អូនបាទគឺប្រើលក្ខណៈគ្រួសារបែបធម្មតាមើលសាច់ធំមើលបាទសំបីតែកោតម្ដុំក៏មានដែរបាទគឺសាច់ជន់នៅខ្មៅក្រឹបរលើបរលោងអត់មានឆ្កេតឆ្កូតសំបីម្ដុំទេទឹកថ្នាំវិញពីមុខដល់ក្រោយបងប្អូនបាទមិនត្រឹមតែស៊ីនមួយជុំទេកន្លែងណាក៏នៅថ្មីបាទកន្លែងណាក៏នៅស្អាតអត់មានឆ្កូតណាបងប្អូនបាទខាងក្រៅមួយជុំនេះគឺយើងមានចេញលិខិតស្នាមធានាជូនថាស៊ីនមួយជុំទឹកថ្នាំនេះណាបងប្អូនបាទឥឡូវយើងមើលខាងក្រៅមួយជុំរួចរាល់ហើយបងប្អូនយើងបន្តទៅមើលខាងក្នុងខ្ញុំសូមចាប់ដើមពីអញ្ចាំងទ្វារនេះទៅបងប្អូនបាទសាច់គ្រឿងជ័រដែលពណ៌ខ្មៅបែបនេះបាទគឺងាយនឹងកោតបំផុតហើយអញ្ចឹងសូមបញ្ជាក់ជូនបងប្អូនថាម្ចាស់មុនគឺគាត់ប្រើថែមែនទេបាទអញ្ចឹងនៅការប្រើថែបាទប្លុកដាក់កែវទឹកដាក់អវ៉ាន់នេះគ្រឿងជ័រខ្មៅនេះបាទគឺនៅកន្លែងណាក៏នៅស្អាតដែរអត់មានឆ្កូតទេពុកខាងក្នុងនេះគឺអត់មានកន្លែងណាទាស់ទេបាទអត់មានបាក់ធុតអត់មានឆ្កេតឆ្កូតអត់មានបាទទូសំបីនៅមួយកន្លែងទេនិយាយរួមទៅរថយន្តដែលពណ៌ក្នុងខ្មៅបែបនេះគ្រឿងជ័របែបនេះគឺងាយនឹងកោតបំផុតបាទហើយកន្លែងនេះបងប្អូនមើលបាទកន្លែងហ្នឹងគឺបាទសម្រាប់ជើងយើងជន់ឡើងទៅលើបាទសូមបញ្ជាក់ថាបើម្ចាស់ប្រើថែគ្រឿងជ័រខ្មៅបែបនេះគឺបាទឆ្កេតឆ្កូតអស់ហើយអត់មានសល់បានស្អាតបែបនេះទេបាទខាងក្នុងវិញគឺបំពាក់ជាមួយនឹងកាមេរ៉ា VIP ហើយរួចរាល់ណាចូលមកចំណុចពិសេសដែលបងប្អូនត្រូវមើលកន្លែងនេះគឺគីឡូទៅតែបាន 30000 គីឡូជាងទេចំពោះ option វិញគឺមានបាស JBL មកជុំខ្លួនរថយន្តគឺសុទ្ធតែប្រើឧបល័យ JBL ទាំងអស់តែម្ដងបាទកាមេរ៉ា360គឺច្បាស់បាទជាប់ឡាន option សិនណាបងប្អូនបាទមាន sensor ហើយមកជុំមាន radar ចាប់កន្លងផ្លូវមានប្រាំងអូតូហើយអ្វីដែលខ្ញុំស្រឡាញ់ជាងគេបាទគឺ option កៅអីត្រជាក់បងប្អូនបាទហើយដៃចកោតវិញបងប្អូនមើលនេះបាទបើសិនជារថយន្តដែលប្រើលុតដំហើយទូបាទមើលតែដៃចង្កូតមើលតែពុកខាងឆ្វេងអានេះជាកន្លែងដែលបងប្អូនត្រូវមើលខ្លាំងជាងគេបាទព្រោះរថយន្តទៅមុខគឺមានមនុស្សបើកអង្គុយខាងនឹងច្រើនជាងគេហើយណាដូច្នេះបាទពុកខាងឆ្វេងនេះនៅស្អាតបាទមិនបាញ់អីទេកន្លែងណាក៏នៅស្អាតដែរបាទព្រោះរថយន្តទៅមុខគឺមានមនុស្សបើកអង្គុយខាងនឹងរហូតសម្រាប់ 30000 គីឡូជាងណាបងប្អូនបាទចំពោះបាទខាងក្រោមវិញសខ្ចីញ៉ាញ់គ្រប់កន្លែងបងប្អូនមើលបាទអត់មានតោងស្លែបាទតោងដីក្រហមឬក៏តោងច្រេះទេបាទមកគ្រឿងនេះគឺម្ចាស់ដើមទី1ការប្រើនេះគឺប្រើតែក្នុងក្រុងឯងភាគច្រើនគឺអត់សូវចុះខែទេហើយក៏មិនសូវជាមានបាទការចុះលុតដំបាទជីវឹកវើទៅតំបន់ដីក្រហមដែរអញ្ចឹងមើលតែខ្ចៅចងប៉ុណ្ណឹងបងប្អូនដឹងហើយបាទខ្ចៅចងសខ្ចីញ៉ាញ់ប៉ុណ្ណឹងគឺយើងដឹងថារថយន្តប្រើក្នុងកលៈទេសៈបែបណាក្នុងប្រវត្តិបែបណាបងប្អូនក៏អាចវាយដូរឬក៏ធ្វើការបងរំលោះបាទជាមួយរថយន្តមកគ្រឿងនេះបានផងដែរការបង់រំលោះបងជាមួយធនាគារដៃគូក៏បានបាទបងមួយឃ្លាំងក៏បានបាទអរគុណបាទសូមជម្រាបលាជួបគ្នានៅវីដេអូរថយន្តក្រោយទៀតបាទ